សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពី program មួយឬក៏ add on មួយដើម្បីយើងធ្វើការបញ្ចូលថ្ងៃខែឆ្នាំចង្កតិជាភាសាខ្មែរនៅក្នុងកម្មវិធី Microsoft Office ជំនួយឬក៏ជំនួសឲ្យក្នុងការបញ្ចូលនេះដោយយើងប្រើខ្មែរ calendar យើងអាចមើលថ្ងៃខែតាមជាក់ស្ដែងឬក៏ជាបញ្ហាមួយទៀតយើងពិបាកក្នុងការបើកទូរស័ព្ទដៃដើម្បីធ្វើការមើលថាតើថ្ងៃនេះថ្ងៃចន្ទគតិវាប្រមាណកើតឬក៏ប្រមាណរយអីជាដើមតោះទស្សនាដល់គ្នាដើម្បីធ្វើការដំឡើងឬក៏ add on program នេះក្នុង Microsoft Office របស់យើងបានជំហានដំបូងយើងចូលទៅកាន់ link មួយនេះ link នេះខ្ញុំនឹងធ្វើការដាក់នៅក្នុង description ខាងក្រោមនៃវីដេអូនេះពេលយើងចូលមកកាន់យើងធ្វើការចុច download ហ្នឹងយើងអាច download តាម source មួយក៏បានឬក៏ source ខាងពីរនេះក៏បានដែរមួយណាក៏បានអញ្ចឹងនៅពេលយើងធ្វើការ download ហើយយើងនឹងទទួលបាន file បែបនេះខ្មែរ Luna setup អញ្ចឹងយើងធ្វើការបើកយើងធ្វើការចុច double click 2 ដងសូមរងចាំបន្តមកទៀតយើងធ្វើការចុចពាក្យថា yes ហើយយើងធ្វើការចុច accept ធ្វើការចុច next ធ្វើការចុច next ហើយធ្វើការចុច install ធ្វើការចុចបញ្ចប់ finish អញ្ចឹងនៅពេលយើងតម្លើងកម្មវិធីនឹងរួចហើយយើងត្រូវការបិទ Microsoft Office របស់យើងសិនហើយយើងធ្វើការបើកមកវិញយើងអាចចុច document ដតេមួយចុចបើកនៅផ្នែកខាងលើនេះបន្ទាប់ពី home វាមាន tab របស់វាគឺនៅចន្លោះ view និង help យើងធ្វើចុចលើពាក្យថាខ្មែរ data យើងមានជម្រើសពីរទី1យើងធ្វើការបំលែងនេះដោយសារយើងអាចរើសថ្ងៃខែឆ្នាំតាមអ្វីដែលយើងចង់បានហើយធ្វើការចុចបំលែងគឺបំលែងចេញពីថ្ងៃខែឆ្នាំដែលយើងបាន select ឬក៏រើសនៅទីនេះយើងធ្វើការចុចបំលែងអញ្ចឹងយើងនឹងទទួលបានថ្ងៃខែឆ្នាំចន្ទគតិដោយស្វ័យប្រវត្តិឬក៏ជំរឿសមួយទៀតនៅពាក្យថាថ្ងៃនេះគឺបានន័យថានៅពេលយើងចុចប៊ូតុងថ្ងៃនេះគឺយើងទទួលបានថ្ងៃខែនៅក្នុងថ្ងៃខែបច្ចុប្បន្នដែលយើងកំពុងតែស្និទ្ធមកតែយើងអាចវានឹងចាប់ទៅតាមថ្ងៃខែឆ្នាំនៃកុំព្យូទ័ររបស់យើងដែលមាននៅក្នុងផ្នែកខាងក្រោមនេះបើសិនជាថ្ងៃខែឆ្នាំកុំព្យូទ័ររបស់យើងលោតត្រូវថ្ងៃនេះហ្នឹងវានឹងលោតត្រូវដូចគ្នាអញ្ចឹងយើងជាការល្អយើងធ្វើការបញ្ជាក់មើលថ្ងៃខែឆ្នាំកុំព្យូទ័ររបស់យើងសិនមុនយើងចុចប៊ូតុងថ្ងៃនេះអញ្ចឹងដោយសាររបស់ខ្ញុំនេះគឺត្រឹមត្រូវហើយយើងអាចចុចប៊ូតុងថ្ងៃនេះតែម្ដងយើងទទួលបានថ្ងៃនេះដោយស្វ័យប្រវត្តិដូចគ្នាជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកដែលបង្កើតកម្មវិធីឬក៏ add on នេះឡើងខ្ញុំគិតថាវាជាកម្មវិធីដែលល្អមែនទែនដើម្បីជំនួយដល់ការបញ្ចូលដោយប្រើដៃជៀសវាងនៅកំហុសផ្សេងហើយក្នុងវីដេអូនេះខ្ញុំក៏ជាការចែករំលែកនៃការប្រើប្រាស់ឬក៏ទាញយកមកប្រើនៃកម្មវិធី add on នេះប៉ុណ្ណោះ